អ្នកទាំងអស់គ្នាថ្ងៃនេះនាំអ្នកទាំងអស់គ្នាបងប្អូនពូមិញមាទាំងអស់មកទស្សនានៅមាត់ស្ទឹងខេត្តសៀមរាបក្នុងការលម្អតុបតែងខ្លោងទ្វារដើម្បីត្រៀមប្រារព្ធពិធីសង្ក្រាន្តសៀមរាបសង្ក្រាន្តឆ្នាំថ្មី2025យើងក្រឡេកទៅមើលតាមមាត់ស្ទឹងការតុបតែងការភ្ញីពណ៌ដេគ័រទៅតាមដងដើមឈើដើម្បីឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតពេលដែលបងប្អូនមកលេងមានអារម្មណ៍ថាសប្បាយរីករាយហើយតាមដងផ្លូវគឺក្រុមយុវជនបានសម្អាតនិងតុបតែងយ៉ាងភ្លឺដើម្បីត្រៀមទទួលបងប្អូនមកទស្សនាខេត្តសៀមរាបមានការរៀបចំស្តង់ទឹកលេងបាញ់ទឹកស្តង់ជាច្រើនទៀតហើយមិនតែប៉ុណ្ណោះមានពាងទឹកបងប្អូនដឹងហើយថាសួនរាជដំណាក់ប៉ុន្មានឆ្នាំចុងក្រោយនេះគឺដាក់តាំងលម្អដោយពាងដាក់ទឹកពេញហ្មងពាងយ៉ាងច្រើនអញ្ចឹងបើចង់មកលេងសៀមរាបកុំភ្លេចមកលេងពាងទឹកនៅសួនរាជដំណាក់ផងមួយទឹកពាងត្រជាក់ជាងមួយទឹកអាងសូមចូលរួមសប្បាយទាំងអស់គ្នា